បាន download នៅ app Notrack ស្មើនឹងយើងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនមួយវិញទៀត app Notrack នេះពិតជាមានសារៈសំខាន់និងស្តុកទុកនៅព័ត៌មានយ៉ាងច្រើនយ៉ាងណាមិញព័ត៌មានដែលបានផ្ដល់ជូនតាម app Notrack នេះជួយឲ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍បានពេលវេលាមានប្រឹក្សាយោបល់ជាមួយអាជ្ញាធរអំពីវិធីការពារខ្លួនបានសិក្សាអំពីបញ្ហាប្រឈមដែលកើតមានប្រចាំថ្ងៃផលវិបាកនិងវិធីទប់ស្កាត់របស់វាហើយខ្ញុំសូមបញ្ជាក់ផងដែរថាក្រុមព័ត៌មានដែលបានផ្ដល់ជូនតាម app Notrack នេះគឺអាជ្ញាធរតែងតែជួយមកដោះស្រាយគ្រប់ករណីដែលសរុបទាំងអស់មានជាង 2000 ករណីដែលរាប់ចាប់តាំងពីឆ្នាំ 2024 មកហើយគោលបំណងដែលបង្កើតនៅ app Notrack នេះឡើងគឺចង់ប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងៗដែលទាក់ទងនឹងគ្រឿងញៀននិងមិនឲ្យមានអំពើអសន្តិសុខនៅក្នុងសង្គមសូមអរគុណ